តោះបងបងទាំងអស់គ្នាទីមើលថ្ងៃនឹងខ្ញុំបានហូបអីដែរថ្ងៃនឹងចាប់ផ្ដើមបាច់មកបងបងហើយមហានកុលកៃហាន់លក្ខូចមកទេអញ្ចឹងបងបងមកហូបមកមុខនេះបងបងប្រហែលជាអាចដឹងហើយបងបងណាអញ្ចឹងថ្ងៃនឹងដែរខ្ញុំមានជាមួយនឹងកសាំងមានជាមួយនឹងប្រហុកកជ្រាមឆៅអញ្ចឹងខ្ញុំចាប់ផ្ដើមមកធ្វើមកហូបបងបងអញ្ចឹងបងបងចាំមើលទាំងអស់គ្នាខ្ញុំបានហូបអីអញ្ចឹងណាចឹងដែរថ្ងៃនឹងបងបងមានជាមួយនឹងខ្យងស្ងោទឹកដោះគោបងបងខ្យងអប់ទឹកដោះគោឆៅហើយខ្យងថ្ងៃនឹងខ្ញុំទិញមក10000ចឹង1គីឡូ8000 10000នេះវាប្រហែលជា1គីឡូ3ខាំបងបងហើយហើអាធំធំដាក់ខាងក្រោមអាទូចដាក់ខាងលើចឹងទៅចឹងរៀបខ្យងរៀបអីចូលឆ្នាំងចឹងមកឲ្យបងបងហើយធ្លាក់ទៀតលោតទៀតទៅខ្យងឲ្យចេះលោតទៀតហ្នឹងណាអញ្ចឹងនិយាយពីថាខ្យងមួយឆ្នាំងនេះអែមកបងបងអើយម្នាក់ឯងនិយាយទៅហូបអត់ហូបបាយហ្មងដឹងមិនមកទេបងបងចាំមើលទាំងអស់គ្នាអញ្ចឹងខ្ញុំបន្ថែមជាមួយនឹងគល់ខៃស្លឹកក្រូចរំដេងដាក់អំបិលបន្តិចជាមួយនឹងប៊ីចេងបន្តិចបងបងដាក់ដើម្បីយកជាតិអញ្ចឹងណាដើម្បីវាឡើងឈ្ងុយឆ្ងាញ់អញ្ចឹងទៅហើយខ្ញុំបន្ថែមជាមួយទឹកដោះគោស្រស់ចូលបន្តិចព្រោះខ្យងនេះខ្ញុំហៅខ្យងអប់ទឹកដោះគោបងបងចឹងដាក់ទឹកដោះគោចូលតិចតិចទៅដើម្បីបង្កើនរសជាតិចឹងណាបងបងឥឡូវនេះដាក់ខ្យងស្ងោរចោលហើយមកងាកមកធ្វើគ្រឿងដងបងបងធ្វើគ្រឿងធ្វើទឹកប្រហុកចឹងខ្ញុំប្រើគល់ខៃចំនួន2គល់ចឹងបងបងគ្នាច្រើនបងបងអាចធ្វើច្រើនជាងនឹងទៅតែនេះខ្ញុំសម្រាប់គ្នាឯងម្នាក់ឯងបងបងខ្ញុំធ្វើតែប៉ុណ្្នឹងនេះគល់ខៃខ្ញុំហាន់វាជាល្អិតសឹកក្រូចខ្ញុំប្រើមួយស្លឹកបេះតំណងវាចេញយកវាមកហាន់ដើម្បីធ្វើទឹកជ្រលក់អញ្ចឹងដាក់ឲ្យវាឈ្ងុយហើយនិយាយពីម្ទេសវិញដំបងឡើយខាងប្រើតែមកគ្រាប់បានដោយសារផុកឆៅហ្នឹងវាហិលហើយស្រាប់ហើយតែទៅពេលងាកឆ្វេងងាកស្ដាំដូចស្ទើម្ទេសថែមមកគ្រាប់ទៀតបងបងហើយអញ្ចឹងមិនថាអ្នកចូលចិត្តហិលតតែបែបហ្នឹងតតែដាក់ឲ្យហិលអញ្ចឹងមិនឆ្ងាញ់ហើយនេះដែរគឺគេខ្សាំងបងបងហើយផុកឆៅដែលខ្ញុំច្រាមតុកអញ្ចឹងមានតែប៉ុណ្្នឹងរួចរាល់ហើយអញ្ចឹងកសាំងគឺខ្ញុំប្រកបនៅទូកកខ្ញុំប្រើប៉ុណ្្នឹងមកហើយខ្ញុំដាក់ជាមួយនឹងប្រហុកឆៅដែលខ្ញុំក៏ច្រាមហ្នឹងដាក់ចូលមកអញ្ចឹងដោយសារវារៀងយូរដែរអញ្ចឹងសម្រាប់វាសូវបាននេះបងបងខ្ញុំបន្ថែមជាមួយនឹងគ្រឿងខ្ញុំហាន់មិញដាក់ចូលទាំងអស់ហើយបងបងឲ្យធ្វើទឹកប្រហុកនេះមិនដឹងថាតទៅពេលមកបញ្ចូលសលេងអញ្ចឹងហូបហើយមិនដឹងថាអូខ្ញុំភ្លេចប្រើជាមួយខ្ទឹមសតែបងបងអញ្ចឹងខ្ញុំបន្ថែមទឹកដោះគោស្រស់ចូល2ស្ព្រាដែរកូវិតវាចូលជាតិជាមួយគ្នាទៅគឺរួចរាល់ហើយបងបងចឹងខ្ញុំបន្ថែមជាមួយនឹងប៊ីចេងហើយបន្ថែមជាមួយស្ករសចូលទៅចឹងសម្រាប់រសជាតិបងបងយកតាមការចូលចិត្តអញ្ចឹងណាបងបងប៉ុន្តែខ្ញុំប្រើនេះវាអត់សូវជួយដោយសារខ្ញុំប្រើកសាំងមកចឹងឥឡូវនេះទឹកប្រហុករួចរាល់ហើយបងបងមិនដែរបងបងបានមកបន្ទុកដែរទឹកប្រហុកកសាំងមកខ្ញុំនេះហើយខ្យងក៏វាឆ្អិនដែរបងបងអញ្ចឹងគឺតាណាគ្នាគឺអេមមកបងបងនិយាយទៅខ្យងអប់ទឹកដោះគោស្រស់នេះឆ្ងាញ់ណាស់បងបងខ្ញុំចេះធ្វើខ្យងអប់ទឹកដោះគោហ្នឹងដោយសារខ្ញុំភិកច្រើនខ្ញុំទៅហូបនៅទៅ7មករាពីមុនអាសាជូនប្តីទៅហូបពេលគាត់នៅទៅដើរកើតអញ្ចឹងណាតែឥឡូវក៏ហូបគាត់ទៅអត់កើតហូបអត់កើតទេដែលបានទៅតិចទេបងបងឥឡូវឆ្អិននេះចាប់ផ្ដើមចាក់ចានដាក់អីអញ្ចឹងមកនិយាយទៅខ្យង1គីឡូជាងហូបម្នាក់ឯងបងបងហើយគ្មានបាយគ្មានអីទេអរគុណ